រីឆាវកំពុងតែរត់ប្រណាំងជាមួយពេលវេលាដ៏តិចតួចបំផុតដែលនៅសេសសល់លើដើមដៃរបស់នាងក្តីអស់សង្ឃឹមបានដេញតាមពីក្រោយខណៈដែលវិនាទីចុងក្រោយនៃជីវិតកាន់តែខិតជិតមកដល់ក្នុងភាពងឹតស្លុបទោះបីជាវីលខំប្រឹងស្ទុះទៅរកនាងយ៉ាងណាក៏ដោយក៏វ័យគ្រប់យ៉ាងបានហួសពេលទៅហើយនាងបានលាចាកលោកនៅក្នុងរង្វង់ដៃរបស់គេឈុតឆាកបានផ្លាស់ប្ដូរមកកាន់ពិភពនៃពួកអ្នកមានអភិជន New Greenwich ដែលជាកន្លែងដែលពេលវេលាមានច្រើនលើសលប់វីលបានសម្រេចចិត្តចូលលេងល្បែងភ្នាល់ជីវិតដ៏ធំដែលវិនាទីនីមួយនៅលើតុបៀនេះគឺជាការវាស់ស្ទង់រវាងរស់និងស្លាប់ភាពតានតឹងបានកើនឡើងដល់កម្រិតកំពូលភ្នែករបស់គេបង្ហាញពីការតាំងចិត្តយ៉ាងមុតមាំដើម្បីសងសឹកចំពោះប្រព័ន្ធសង្គមដ៏អយុត្តិធម៌មួយនេះគេមិនមែនគ្រាន់តែជាអ្នកលេងល្បែងម្នាក់នោះទេប៉ុន្តែគឺជាអ្នកដែលមកដើម្បីអង្រួនពិភពលោករបស់អ្នកមានដែលដេកលើគំនរពេលវេលាពេលនេះគេទទួលបានពេលវេលារាប់ពាន់ឆ្នាំដែលជាអាវុធដ៏មានអំណាចបំផុតសម្រាប់ការធ្វើបដិវត្តនាពេលខាងមុខធ្វើដើរចូលទៅក្នុងឡានស្ពណ៌ពណ៌ប្រាក់ដ៏ប្រណិតមួយហាក់ដូចជាកំពុងត្រៀមខ្លួនសម្រាប់បេសកកម្មដ៏សំខាន់ពន្លឺភ្លើងឡានបានជិះទៅលើផ្លូវដ៏កោងក្បែរមាត់សមុទ្រនាពេលប្រលប់ខណៈដែលគាត់កំពុងធ្វើដំណើរយ៉ាងលឿនធ្វើបានមកដល់ពិធីជប់លៀងដ៏ខ្ពង់ខ្ពស់មួយគាត់ដើរចូលទៅក្នុងសាលដ៏ស្កឹមស្កៃដោយកែវភ្នែកស្វែងរកនរណាម្នាក់នៅកណ្ដាលចំណោមមនុស្សជាច្រើនគាត់បានប្រទះភ្នែកជាមួយស៊ីលវីយ៉ាដែលកំពុងឈរក្នុងរ៉ូបពណ៌ខ្មៅយ៉ាងស្រស់សោភាក្រសែភ្នែករបស់ពួកគេបានប្រសពគ្នាបង្ហាញពីភាពតានតឹងនិងការយល់ចិត្តគ្នាយ៉ាងជ្រាលជ្រៅក្នុងពិភពដែលពេលវេលាគឺជាជីវិតអ្នកទាំងពីរបានចាប់ផ្ដើមរាំរាមជាមួយគ្នានៅក្រោមពន្លឺចង្កៀងគ្រីស្តាលដ៏ភ្លឺចិញ្ចាចខណៈដែលអ្នកដទៃកំពុងសម្លឹងមើលក្នុងកាយវិការរាំដ៏ទន់ភ្លន់ប៉ុន្តែបង្កប់ដោយភាពម៉ឺងម៉ាត់ពួកគេហាក់ដូចជាកំពុងរៀបចំផែនការអ្វីមួយជាសម្ងាត់ទន្ទឹមនឹងនោះភ្នាក់ងារប៉ូលីសពេលវេលាកំពុងតាមដានសកម្មភាពរបស់ពួកគេយ៉ាងយកចិត្តទុកដាក់តាមរយៈអេក្រង់បញ្ជានៅទីបំផុតពួកគេបានមកដល់ឆ្នេរសមុទ្រដ៏ស្ងប់ស្ងាត់នាពេលរាត្រីសម្លឹងមើលទៅផ្ទៃទឹករួចត្រៀមខ្លួនប្រឈមមុខនឹងវាសនាបន្តទៀតនៅក្រោមស្បៃរាត្រីដ៏ស្ងប់ស្ងាត់វិលនិងស៊ីលវីយ៉ាបាននាំគ្នាទៅកាន់មាត់សមុទ្រដើម្បីស្វែងរកភាពរីករាយមួយខណៈពេលដែលពួកគេកំពុងរត់គេចនៅពេលពួកគេមុជចុះទៅក្នុងទឹកដ៏ត្រជាក់នាឡិកាឌីជីថលនៅលើដើមដៃរបស់ពួកគេបានបញ្ចេញពន្លឺពណ៌បៃតងយ៉ាងច្បាស់ដែលជានិមិត្តរូបនៃពេលវេលាជីវិតដ៏មានតម្លៃឈុតឆាកបានផ្លាស់ប្ដូរមកកាន់វិមានដ៏ស្កឹមស្កៃវិញម្ដងនេះវើបានរៀបចំខ្លួនយ៉ាងសំសួនក្នុងឈុតអាវធំដើម្បីបន្លំខ្លួនចូលទៅក្នុងពិភពនៃពួកអ្នកមានអំណាចនៅទីនោះលោកបានអង្គុយប្រឈមមុខនឹងអ្នករក្សាម៉ោង Timekeeper ក្នុងល្បែងភ្នាល់ដ៏តានតឹងបំផុតមួយដែលប្រើប្រាស់ពេលវេលាជាដើមទុនជំនួសឲ្យទឹកប្រាក់រាល់វិនាទីនិងរាល់ឆ្នាំដែលបានដាក់ភ្នាល់នៅលើតុនេះគឺជាការសម្រេចចិត្តដ៏គ្រោះថ្នាក់បំផុតរវាងការឈ្នះដើម្បីរស់ឬការចាញ់ដើម្បីស្លាប់នៅក្នុងបន្ទប់ដ៏ស្កឹមស្កៃនិងពោពេញដោយសម្ពាធ Raymond Leon កំពុងសម្លឹងមើល Versailles ដោយក្រសែភ្នែកដ៏មុតស្រួចនិងការសង្ស័យជាខ្លាំងបន្ទាប់ពីមានការសន្ទនាដ៏តានតឹង Raymond បានក្រោកឈរឡើងរួចដើរចេញទៅក្រៅទុកឲ្យ Will អង្គុយនៅទៅធ្វើការដ៏ប្រណីតនោះតែម្នាក់ឯងក្នុងពេលដែលស្ថានភាពកំពុងអាប់អួរ Sylvia បានលេចមុខនៅមាត់ទ្វារដែលនេះគឺជាសញ្ញានៃការផ្លាស់ប្ដូរសម្រាប់ផែនការរបស់ Will ដោយគ្មានការរារែក Will បានសម្រេចចិត្តយ៉ាងរហ័សស្ទុះទៅចាប់ Sylvia ធ្វើជាចំណាប់ខ្មាំងដើម្បីរំដោះខ្លួនចេញពីការឡោមព័ទ្ធរបស់ពួកអង្គរៈអ្នកទាំងពីរបានរត់ចុះតាមជណ្ដើរវងនៃវិមានយ៉ាងលឿនស្លេវសំដៅទៅរកឡានស្ពណ៌ដែលចតរង់ចាំនៅខាងក្រៅក្នុងភាពជ្រួលច្របល់ម៉ាស៊ីនឡានបានបញ្ឆេះឡើងធ្វើបើកចេញទៅយ៉ាងលឿនកាត់ភាពងឹតខណៈដែល Raymond ក៏បានបើកឡានដេញតាមពីក្រោយយ៉ាងប្រកិតការដេញតាមយ៉ាងសាហាវបានចាប់ផ្ដើមនៅលើដងផ្លូវនាពេលរាត្រីនិងនៅលើស្ពានដ៏វែងដែលជាការប្រកួតប្រជែងរវាងល្បឿននិងពេលវេលាដ៏មានតម្លៃរថយន្តទំនើបបានបើកបរយ៉ាងលឿនកាត់តាមស្ពាននាពេលរាត្រីក្រោមពន្លឺភ្លើងតាមដងផ្លូវដ៏ស្ងប់ស្ងាត់ Will និង Sylvia កំពុងស្ថិតក្នុងស្ថានភាពតានតឹងខណៈពេលដែលពួកគេព្យាយាមគេចចេញពីការដេញតាមនៅពេលព្រលឹមស្រាងមកដល់រថយន្តរបស់ពួកគេបានជួបគ្រោះថ្នាក់ក្រឡាប់ធ្លាក់ពីលើផ្លូវខ្ពស់ផ្សែងហុយចេញពីយន្តដែលខូចខាតទាំងស្រុងខណៈពេលដែលក្រុមអ្នកយាមពេលវេលាបានមកដល់ទីតាំងកើតហេតុពួកគេបានឆែកមើលស្ថានភាពជនរងគ្រោះហើយបានលួចយកពេលវេលាដែលនៅសល់ពីដៃរបស់ Sylvia វាព្យាយាមដឹងខ្លួនឡើងវិញទាំងពិបាករួចក៏ប្រញាប់នាំ Sylvia គេចខ្លួនចេញពីតំបន់គ្រោះថ្នាក់នោះពួកគេបានទៅដល់ផ្ទះមួយកន្លែងដើម្បីជួបស្ត្រីម្នាក់ក្នុងបំណងស្វែងរកជំនួយនិងចែករំលែកពេលវេលាដ៏មានតម្លៃ
ទោះបីជាមានភាពអស់កម្លាំងនិងការភ័យខ្លាចប៉ុន្តែស្មារតីប្រយុទ្ធរបស់ពួកគេមិនបានថយចុះឡើយ Wen និង Sylvia បានចាប់ដៃគ្នារត់សម្ដៅទៅរកហាងបញ្ចាំមួយដើម្បីបន្តបេសកកម្មផ្លាស់ប្ដូរពិភពលោករបស់ពួកគេចំពោះមុខទ្វារដែកដែលចាក់សោយ៉ាងណែន Wen និង Sylvia បានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តបេសកកម្មរបស់ពួកគេពួកគេបានចែករំលែកពេលវេលាដ៏មានតម្លៃដែលពួកគេបានប្លន់មកដើម្បីជួយដល់អ្នកដែលខ្វះខាតបន្ទាប់ពីការផ្ដល់ឲ្យ Wen និង Sylvia បានដើរចេញមកក្រៅវិញដោយក្តីជឿជាក់ក្នុងនាមជាអ្នកក្រៅច្បាប់ដ៏ល្បីល្បាញទោះបីជាត្រូវប្រឈមមុខនឹងការតាមប្រម៉ាញ់ពីសំណាក់ភ្នាក់ងាររក្សាពេលវេលា Timekeepers ក៏ពួកគេមិនរារែកឡើយ Raymond Leon ដែលជាភ្នាក់ងារដ៏តឹងរ៉ឹងកំពុងតែតាមដានជើងរបស់ពួកគេយ៉ាងប្រកៀកបំផុតការហៅទូរស័ព្ទចុងក្រោយរវាងគូចំនួនទាំងពីរបានបង្ហាញពីការបដិញ្ញាចិត្តរៀងខ្លួនក្នុងប្រព័ន្ធដ៏អយុត្តិធម៌នេះខណៈពេលដែលពិភពលោកកំពុងផ្លាស់ប្ដូរតាមរយៈសកម្មភាពរបស់ពួកគេទាំងពីរបានដឹងថាពួកគេមិនអាចឈប់បានទេនៅកណ្ដាលទីក្រុងដែលមនុស្សម្នាក់ត្រូវតស៊ូដើម្បីរស់នៅមួយថ្ងៃទៀត Wen និង Sylvia បានក្លាយជាសញ្ញានៃសេចក្តីសង្ឃឹមពួកគេបានសម្រេចចិត្តបន្តការប្លន់ធនាគារពេលវេលាធំដើម្បីបំផ្លាញប្រព័ន្ធដែលគ្រប់គ្រងដោយអ្នកមានអំណាចរាត្រីដ៏ស្ងប់ស្ងាត់ក្នុងបន្ទប់លាក់ខ្លួនគឺជាពេលដែលពួកគេរៀបចំផែនការសម្រាប់ជំហានបន្ទាប់សម្រាប់ពួកគេពេលវេលាមិនមែនគ្រាន់តែជាលុយកាក់នោះទេប៉ុន្តែវាគឺជាសេរីភាពWenឈរនៅមាត់បង្អួចសម្លឹងមើលទៅខាងក្រៅដោយក្តីបារម្ភខណៈដែល Sylvia ដើរចូលមកក្នុងបន្ទប់ពួកគេទាំងពីរស្ថិតក្នុងស្ថានភាពតានតឹងខណៈដែលពេលវេលានៅលើកដៃរបស់ពួកគេកាន់តែខាយទៅ Sylvia សម្លឹងមើលទៅ Wen ដោយក្តីសង្ឃឹមតិចតួចបំផុតព្រោះពួកគេសល់ពេលត្រឹមតែប៉ុន្មាននាទីទៀតប៉ុណ្ណោះ Wen ចាប់ផ្ដើមផ្ទេរពេលវេលាដែលនៅសល់ចុងក្រោយរបស់គេទៅឲ្យ Sylvia ដើម្បីឲ្យនាងអាចរស់បន្តបាននាឡិកានៅលើកដៃបង្ហាញលេខពណ៌បៃតងដែលកំពុងរាប់ថយក្រោយយ៉ាងលឿនឆ្ពោះទៅរកលេខ0ពួកគេដឹងច្បាស់ថាប្រសិនបើមិនអាចរកពេលវេលាបន្ថែមបានទេជីវិតរបស់ពួកគេនឹងត្រូវបញ្ចប់នៅទីនេះ Wen ប្រញាប់ប្រញាល់ចេញទៅខាងក្រៅដើម្បីស្វែងរកកន្លែងផ្ដល់ជំនួយពេលវេលាឬធនាគារពេលវេលាដែលនៅក្បែរនោះភាពអស់សង្ឃឹមបានវាយលុកខណៈដែលគេឃើញមនុស្សជាច្រើនកំពុងរង់ចាំជាជួរនៅខាងមុខអគារ Mansionនៅលើអគារនោះមានសរសេរអក្សរថា Out of Time ដែលបញ្ជាក់ថាពេលវេលាបានអស់ហើយ Wen សម្លឹងមើលទៅ Sylvia ជាចុងក្រោយមុននឹងសម្រេចចិត្តធ្វើសកម្មភាពដ៏ប្រថុយប្រថានមួយដើម្បីដណ្ដើមយកពេលវេលាមកវិញនៅក្នុងពិភពលោកដែលពេលវេលាគឺជាប្រកាស Wen និង Sylvia បានសម្រេចចិត្តផ្លាស់ប្ដូរប្រព័ន្ធនេះជារៀងរហូតបន្ទាប់ពីបានចែករំលែកពេលវេលារាប់លានឆ្នាំដល់អ្នកក្រីក្រពួកគេបានក្លាយជាមុខសញ្ញាដែលគេតាមប្រម៉ាញ់បំផុតទោះបីជាត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ប៉ុន្តែចំណងមិត្តភាពនិងគោលដៅរួមបានធ្វើឲ្យពួកគេមិនអាចបោះបង់គ្នាបានឡើយការថាបគ្នាយ៉ាងផ្អែមល្ហែមនៅចំពោះមុខធនាគារពេលវេលាគឺជាសញ្ញានៃការបដិញ្ញាចិត្តដ៏មុតមាំមុននឹងបន្តបេសកកម្មបន្ទាប់ខណៈពេលដែល Sylvia កំពុងតាក់ទងរកគោលដៅ Wen បានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារនាង Raymond ដែលជាអ្នករក្សាច្បាប់ពេលវេលាបានតាមទាន់ពួកគេប៉ុន្តែសំណាងមិនល្អពេលវេលារបស់គេបានអស់ត្រឹមនេះWen បានព្យាយាមជួយប៉ុន្តែអ្វីហួសពេលទៅហើយភ្នាក់ងារច្បាប់រូបនេះបានដួលស្លាប់នៅចំពោះមុខពួកគេដោយគ្មានជម្រើស Wen និង Sylvia ត្រូវតែចាកចេញពីកន្លែងកើតហេតុជាបន្ទាន់ដើម្បីគេចពីការតាមប្រម៉ាញ់នៅក្នុងឡានភាពតានតឹងបានគ្រប់ដណ្ដប់ប៉ុន្តែពួកគេដឹងច្បាស់ថាការតស៊ូទើបតែចាប់ផ្ដើមប៉ុណ្ណោះពួកគេនឹងបន្តប្លន់ធនាគារពេលវេលាធំដើម្បីផ្ដល់ក្តីសង្ឃឹមនិងជីវិតទៅកាន់មនុស្សគ្រប់គ្នាដោយស្មើភាព Wen និង Sylvia កំពុងបើកបរក្នុងល្បឿនលឿនខណៈដែលពួកគេរៀបចំផែនការសម្រាប់ជំហានបន្ទាប់នៅខាងក្រៅមនុស្សម្នារាប់រយនាក់កំពុងឈររង់ចាំដោយភាពអស់សង្ឃឹមនិងក្តីសង្ឃឹមរថយន្តបានឈប់ហើយពួកគេបាននាំយកពេលវេលាដែលពួកគេលួចបានមកចែករំលែកដល់អ្នកក្រីក្រភាពចលាចលបានកើតឡើងប៉ុន្តែវាក៏ជាការចាប់ផ្ដើមនៃសេរីភាពសម្រាប់មនុស្សគ្រប់គ្នាWen បានប្រឈមមុខជាមួយមន្ត្រីម្នាក់ទៀតដើម្បីបន្តបេសកកម្មផ្លាស់ប្ដូរប្រព័ន្ធដ៏អយុត្តិធម៌នេះ Sylvia កាន់កាំភ្លើងយ៉ាងរឹងមាំបង្ហាញពីការតាំងចិត្តរបស់នាងក្នុងការតស៊ូជាមួយ Wen រហូតដល់ទីបញ្ចប់បទរូបភាពរបស់ពួកគេទាំងពីរបានលេចឡើងនៅលើកញ្ចក់ទូរទស្សន៍ក្នុងនាមជាជនសង្ស័យដែលគេចង់បានបំផុតទោះបីជាត្រូវរត់គេចប៉ុន្តែពួកគេដឹងថាពួកគេបានផ្ដល់ឱកាសឲ្យពិភពលោកមានជីវិតថ្មីនៅចុងបញ្ចប់ផែនទីពិភពលោកបង្ហាញពីការផ្លាស់ប្ដូរខណៈដែលទល់ឲ្យភាពនៃពេលវេលាចាប់ផ្ដើមរង្គោះរង្គើនៅក្នុងការិយាល័យដ៏ស្ងប់ស្ងាត់លោក Raymond Leon បានដើរចូលទៅជួបមន្ត្រីជាន់ខ្ពស់ម្នាក់ពួកគេបានជែកគ្នាអំពីទល់ឲ្យភាពនៃពេលវេលាខណៈដែលពិភពលោកកំពុងស្ថិតក្នុងភាពច្របូកច្របល់លោក Leon សម្លឹងមើលទៅផែនទីពិភពលោកដែលបង្ហាញពីតំបន់ពេលវេលាផ្សេងដែលកំពុងត្រូវបានរំខានទោះបីជាមានការព្រមានក៏ប្រព័ន្ធគ្រប់គ្រងពេលវេលាដ៏តឹងរ៉ឹងនេះកំពុងតែចាប់ផ្ដើមដួលរលំជាបណ្ដានៅទីតាំងដាច់ស្រយាលមួយទៀត Wen និង Sylvia កំពុងរៀបចំផែនការសម្រាប់ជំហានបន្ទាប់របស់ពួកគេទាំងពីរបានសម្រេចចិត្តយ៉ាងមុតមាំថានឹងបន្តបេសកកម្មដើម្បីផ្ដល់ពេលវេលាទៅឲ្យមនុស្សគ្រប់គ្នារថយន្តដឹកជញ្ជូនពេលវេលាដ៏ធំមួយបានបើកសម្ដៅទៅរកធនាគារពេលវេលា Weeze យ៉ាងលឿនបំផុតការវាយឆ្មក់បានចាប់ផ្ដើម
vừa ban bạc rụt yun bồng bộc châu từក្នុងទ្វារ ដាច់ ដ៏រឹងមាំ ដើម្បីបើកផ្លូវ ពេលវេលារាប់លានឆ្នាំត្រូវបានរឹបអូសយក ដើម្បីចែករំលែកទៅកាន់មនុស្សដែលខ្វះខាតបំផុត នេះគឺជាការចាប់ផ្ដើមនៃយុគសម័យថ្មីដែលពេលវេលាមិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់អ្នកមានទៀតឡើយ នៅក្នុងពិភពលោកដែលពេលវេលាគឺជារូបបីបានវលនិងស៊ីលវីយ៉ាបានចាប់ផ្ដើមបេសកកម្មវិឆ្មក់ដ៏ធំមួយពួកគេបានប្រើប្រាស់រថយន្តពីដែកបំបុករុះរាំងទ្វារកញ្ចក់នៃធនាគារពេលវេលារបស់ត្រកូលវីសខណៈពេលដែលប្រព័ន្ធការពារត្រូវបានបំបែកហ្វូងមនុស្សដែលស្រេកឃ្លានពេលវេលាបានមកជួបជុំគ្នានៅខាងក្រៅសកម្មភាពចែករំលែកពេលវេលាបានចាប់ផ្ដើមពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដើម្បីបន្តជីវិតដែលជិតនឹងអស់នៅក្នុងតំបន់ដាច់ស្រយាលកុមារីម្នាក់ទទួលបានដង្ហើមជីវិតថ្មីតាមរយៈការផ្ទេរពេលវេលាដែលពួកគេបានប្លន់យកមកស្ថានីយ៍ផ្ដល់ពេលវេលាឥតគិតថ្លៃត្រូវបានបង្កើតឡើងដែលបង្កឲ្យមានភាពវឹកវរដល់ប្រព័ន្ធគ្រប់គ្រងសង្គមដ៏តឹងរ៉ឹងអ្នកការពារពេលវេលា Timekeepers កំពុងតាមដានយ៉ាងគៀកកិតខណៈដែលទល់ឲ្យភាពនៃពិភពលោកកំពុងតែរង្គោះរង្គើវើនិងស៊ីលវីយ៉ាក្លាយជាមុខសញ្ញាដែលមានតម្លៃខ្លួនខ្ពស់បំផុតដោយមានការប្រកាសរង្វាន់ដល់ទៅ10ឆ្នាំសម្រាប់អ្នកចាប់បានទោះបីជាមានគ្រោះថ្នាក់នៅជុំវិញខ្លួនប៉ុន្តែពួកគេទាំងពីរនៅតែបន្តដំណើរជាមួយគ្នាដោយមិនរារែកនៅក្នុងភាពស្ងប់ស្ងាត់នៃបន្ទប់ស្នាក់នៅពួកគេឆ្លៀតប្រើប្រាស់ពេលវេលាដ៏មានតម្លៃចុងក្រោយដើម្បីរឹតចំណងមនោសញ្ចេតនានិងការទុកចិត្តលើគ្នានៅកណ្ដាលរាត្រីដ៏ស្ងប់ស្ងាត់វើនិងស៊ីលវីយ៉ាកំពុងស្ថិតក្នុងបន្ទប់សន្តាគារមួយប៉ុន្តែភាពកក់ក្ដៅត្រូវបានកាត់ផ្ដាច់ភ្លាម Raymond Leon ដែលជាអ្នករក្សាម៉ោង Timekeeper បានមកដល់ទីតាំងរបស់ពួកគេជាមួយកម្លាំងបំពាក់អាវុធដោយដឹងពីគ្រោះថ្នាក់ដែលកំពុងរំកិលជិតមកដល់វើនិងស៊ីលវីយ៉ាបានសម្រេចចិត្តរត់គេចចេញតាមបង្អួចយ៉ាងប្រញាប់បំផុតការដេញតាមបានចាប់ផ្ដើមឡើងតាមដងផ្លូវដ៏ងឹតវើបាននាំស៊ីលវីយ៉ាឆ្លងកាត់របងដែកនិងឡើងទៅលើដំបូលអគារ Injection ពួកគេបានហក់ផ្លោះពីអគារមួយទៅអគារមួយទៀតក្រោមពន្លឺភ្លើងចង្កៀងផ្លូវខណៈដែលម៉ោងនៅលើកដៃរបស់ពួកគេកាន់តែខិតជិតដល់0រូបភាព Wanted របស់ពួកគេបានបង្ហាញពីពេញទីក្រុងធ្វើឲ្យការរត់គេចកាន់តែមានភាពតានតឹងនិងពិបាកជាងមុនក្រោយមកពួកគេបានជួបជាមួយ Fortis ដែលជាអ្នកមានឥទ្ធិពលក្នុងតំបន់ដើម្បីធ្វើការចរចាដ៏គ្រោះថ្នាក់មួយខណៈពេលដែលពេលវេលាគឺជារង្វាន់នៃជីវិតវាត្រូវប្រថុយគ្រប់យ៉ាងដើម្បីដូរយកវិនាទីបន្ថែមសម្រាប់ពួកគេទាំងពីរនាក់នៅពេលដែលពេលវេលាចុងក្រោយបានមកដល់បុរសម្នាក់នេះសម្លឹងមើលនាឡិកានៅលើកដៃរបស់គេដោយភាពអស់សង្ឃឹមខណៈដែលវិនាទីចុងក្រោយជិតនឹងរលត់ទៅ Wesselis បានសម្រេចចិត្តយ៉ាងឆាប់រហ័សក្នុងការបញ្ជូនពេលវេលាដែលនៅសល់តិចតួចបំផុតដើម្បីសង្គ្រោះជីវិតមិត្តភ័ក្តិរបស់គេការប្រណាំងប្រជែងជាមួយសេចក្តីស្លាប់បានបញ្ចប់ទៅដោយជោគជ័យតែវាក៏ជាការចាប់ផ្ដើមនៃបដិវត្តន៍ដ៏ធំមួយផងដែរនៅតាមដងផ្លូវភ្នាក់ងាររក្សាពេលវេលា Timekeepers បានត្រឹមតែឈរមើលសាកសពរបស់អ្នកដែលបានផុតកំណត់ខណៈដែលប្រព័ន្ធគ្រប់គ្រងទាំងមូលកំពុងរង្គោះរង្គើ Wen និង Sylvia ឥឡូវនេះបានក្លាយជាអ្នកក្រៅច្បាប់ដ៏ល្បីល្បាញពួកគេឈរនៅលើដំបូលអគារសម្លឹងមើលទៅទីក្រុងដែលពោពេញដោយពន្លឺភ្លើងតែបង្កប់ដោយភាពអយុត្តិធម៌ទោះបីជាដឹងថាផ្លូវខាងមុខគ្រោះថ្នាក់ប៉ុន្តែការបដិញ្ញាចិត្តរបស់ពួកគេមិនបានថយចុះឡើយពួកគេមិនមែនគ្រាន់តែចង់រស់រានមានជីវិតសម្រាប់ខ្លួនឯងនោះទេតែគឺដើម្បីផ្លាស់ប្ដូរពិភពលោកទាំងមូលនៅចំពោះមុខធនាគារពេលវេលាដ៏ធំបំផុតក្រុមសន្តិសុខប្រដាប់អាវុធបានត្រៀមខ្លួនជាស្រេចពួកគេគិតថាពួកគេអាចបញ្ឈប់រឿងនេះបានស៊ីលវីយ៉ាបង្ហាញខ្លួនដោយភាពជឿជាក់គ្មានភាពភ័យខ្លាចនៅក្នុងកែវភ្នែករបស់នាងឡើយនាងដឹងថាកម្លាំងនៃសេរីភាពមានអំណាចជាងគ្រាប់កាំភ្លើងអាវុធទាំងអស់ត្រូវបានទម្លាក់ចុះអំណាចដែលធ្លាប់តែគ្រប់គ្រងជីវិតមនុស្សតាមរយៈនាឡិកាបានចាប់ផ្ដើមបាត់បង់ឥទ្ធិពលជាមួយនឹងអាវុធនៅក្នុងដៃនិងស៊ីលវីយ៉ាដើរចូលទៅក្នុងសមរភូមិចុងក្រោយពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្លន់យកពេលវេលាត្រឡប់មកវិញនិងផ្ដល់វាទៅឲ្យអ្នកដែលសមនឹងទទួលបាននៅក្នុងពិភពលោកដែលពេលវេលាគឺជាដង្ហើមនិងជាមាសប្រាក់ការតស៊ូដើម្បីរស់រានមានជីវិតបានឈានមកដល់ចំណុចរបត់ដ៏សំខាន់ Sylvia និង Will បានសម្រេចចិត្តប្រថុយគ្រប់យ៉ាងដើម្បីបំបែកប្រព័ន្ធដែលគ្រប់គ្រងដោយពួកអភិជននិងអ្នកមានអំណាចការប្រឈមមុខដាក់គ្នានៅក្នុងមជ្ឈមណ្ឌលផ្ទុកពេលវេលាដ៏ធំសម្បើមបានក្លាយជាការចាប់ផ្ដើមនៃបដិវត្តន៍ដ៏ពិតប្រាកដមួយកាំភ្លើងត្រូវបានដកចេញមិនមែនដើម្បីសម្លាប់មនុស្សនោះទេប៉ុន្តែដើម្បីប្លន់យកពេលវេលាដែលត្រូវបានលួចពីប្រជាជនក្រីក្រទ្វារដែកដ៏រឹងមាំនៃឃ្លាំងស្តុកពេលវេលាត្រូវបានបើកចំហដែលជាសញ្ញាបង្ហាញថាសេរីភាពកំពុងតែរំកិលខ្លួនមកដល់ខណៈដែល Will និង Sylvia បន្តបេសកកម្មរបស់ពួកគេភ្នាក់ងារ Timekeeper ក៏កំពុងតែតាមប្រម៉ាញ់ពួកគេយ៉ាងប្រកៀកបំផុតរថយន្តត្រូវបានបញ្ឆេះឡើងការដេញតាមយ៉ាងសាហាវតាមដងវិថីបានចាប់ផ្ដើមក្នុងល្បឿនដែលមិនអាចមានអ្នកណាម្នាក់បង្អង់បាននៅលើកដៃរបស់ពួកគេនាឡិកាដែលបង្ហាញលេខពណ៌បៃតងកំពុងតែរាប់ថយក្រោយយ៉ាងលឿនសបញ្ជាក់ថាគ្រប់វិនាទីសុទ្ធតែមានតម្លៃស្មើនឹងជីវិតតើពួកគេអាចចែកចាយពេលវេលាទៅដល់ដៃអ្នកដែលត្រូវការបំផុតបានទាន់ពេលដែរឬទេការប្រណាំងជាមួយមច្ចុរាជទើបតែចាប់ផ្ដើមប៉ុណ្ណោះ Raymond Leon អ្នកតាមប្រម៉ាញ់ពេលវេលាកំពុងបើកបរដេញតាមយ៉ាងប្រកិតក្នុងបេសកកម្មចុងក្រោយរបស់លោកការដេញតាមយ៉ាងសាហាវបានចាប់ផ្ដើមឡើងនៅលើដងផ្លូវដ៏វែងអន្លាយឆ្ពោះទៅកាន់តំបន់ជីក្រុងក្មេងស្រីម្នាក់សម្លឹងមើលទៅរថយន្តដែលកំពុងបើកកាត់ក្នុងក្រសែភ្នែកពោពេញដោយភាពងឿងឆ្ងល់ Will និង Sylvia បានមកដល់តំបន់ដែលក្រីក្របំផុតដើម្បីចែកចាយពេលវេលាដែលពួកគេដណ្ដើមបានពេលវេលារាប់រយឆ្នាំត្រូវបានបញ្ជូនទៅឲ្យអ្នកដែលកំពុងអស់សង្ឃឹមដែលកំពុងរងចាំដោយក្តីសង្ឃឹមហ្វូងមនុស្សបានសម្រុកចូលមកយ៉ាងច្រើនកុះករដើម្បីដណ្ដើមយកឱកាសរស់រានមានជីវិតជាថ្មីប្រព័ន្ធគ្រប់គ្រងពេលវេលាដ៏តឹងរ៉ឹងកំពុងតែរង្គោះរង្គើដោយសារសកម្មភាពរបស់ពួកគេ Will និង Sylvia បន្តរត់គេចខ្លួនទៅមុខទៀតសម្ដៅទៅកាន់ព្រំដែនដែលបែងចែកវណ្ណៈសង្គម Raymond បានដេញតាមទាន់ហើយដកកាំភ្លើងតម្រង់ទៅរកពួកគេទាំងពីរដើម្បីបញ្ឈប់រឿងគ្រប់យ៉ាង
ប៉ុន្តែអ្វីបានយឺតពេលទៅហើយព្រោះពេលវេលារបស់ Raymond ក៏ជិតអស់ដូចគ្នាការតស៊ូដើម្បីសេរីភាពនិងសមធម៌នៃពេលវេលាបានឈានមកដល់ចំណុចរបត់ដ៏សំខាន់បំផុតពួកសម្លឹងមើលទៅ Raymond ដោយកែវភ្នែកពោពេញដោយភាពតានតឹងខណៈពេលដែល Raymond កំពុងតម្រង់កាំភ្លើងមករកគេ Raymond ស្រាប់តែមានអាការៈទន់ដៃហើយពិនិត្យមើលពេលវេលានៅលើដៃរបស់ខ្លួនពេលវេលារបស់ Raymond បានអស់ត្រឹម0ធ្វើឲ្យគេដួលទៅលើដីនិងបាត់បង់ជីវិតភ្លាម Sylvia រត់មកដល់ចំណុចនោះខណៈដែល Will ពិនិត្យមើលម៉ោងរបស់ខ្លួនឃើញថានៅសល់តែប៉ុន្មាននាទីទៀតប៉ុណ្ណោះ Will ប្រញាប់រត់ទៅកាន់ឡានរបស់ Raymond ដើម្បីស្វែងរកការបន្ថែមម៉ោងឲ្យទាន់ពេលវេលាគេបានរកឃើញឧបករណ៍ផ្ទេរម៉ោងនៅក្នុងឡានហើយប្រញាប់ប្រញ័រយកវាមកឲ្យ Sylvia អ្នកទាំងពីរបានផ្ទេរម៉ោងឲ្យគ្នាទៅវិញទៅមកនៅវិនាទីចុងក្រោយបង្អស់ដើម្បីរស់រានមានជីវិតឈុតឆាកបដូរទៅកាន់ទីស្នាក់ការកណ្ដាលដែលមានភាពភ្ញាក់ផ្អើលជាខ្លាំងចំពោះព្រឹត្តិការណ៍នេះមន្ត្រីរក្សាម៉ោងនិងបុគ្គលិកដទៃទៀតសម្លឹងមើលទៅអេក្រង់ដោយភាពស្រងៀកចិត្តចំពោះអ្វីដែលបានកើតឡើង